ហើយពងសាវតាឬក៏ប្រវត្តិពាក់ព័ន្ធជាមួយនឹងឱសថដែលខ្មែរយើងផលិតវាកើតតាំងពីសតវត្សទី9មកម្ល៉េះគឺនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7មកម្ល៉េះតែខាងដល់ម៉ោងដែលយើងគ្រប់គ្រងផលិតផលខ្មែរយើងនៅទោះតែមានភាពឈឺចាប់ទោះតែគេធ្វើបាបទើបបានដឹងខ្លួនថាយើងនេះគេឲ្យតម្លៃប៉ុណ្ណាឬគេមិនឲ្យតម្លៃប៉ុណ្ណានៅពេលនេះយើងចេះឲ្យតម្លៃខ្លួនឯងអញ្ចឹងម្នាក់ទាំងគេទាំងខ្ញុំគឺចាប់ផ្ដើមស្វែងរកគិតនិងsearchរកផលិតផលណាដែលជារបស់ខ្មែរដើម្បីយកមកប្រើប្រាស់ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាតិរបស់ខ្លួនឯងអញ្ចឹងដូចវីដេអូខ្ញុំនិយាយពីខាងមុនអញ្ចឹងការណាដែលយើងគ្រប់គ្រងផលិតផលរបស់ខ្លួនឯងស្មើនឹងជួយសេដ្ឋកិច្ចជាតិក៏ដូចជាជួយសេដ្ឋកិច្ចរបស់ខ្លួនឯងព្រោះសេដ្ឋកិច្ចជាតិវាពាក់ព័ន្ធជាមួយនឹងជីវិតរបស់យើងឬក៏ពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចខ្លួនយើងផ្ទាល់នឹងតែម្ដងយល់អញ្ចឹងយើងផលិតបានច្រើនហើយពងសាវតាឬក៏ប្រវត្តិពាក់ព័ន្ធជាមួយនឹងឱសថដែលខ្មែរយើងផលិតវាកើតតាំងពីសតវត្សទី9មកម្ល៉េះគឺនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7មកម្ល៉េះផ្នែកខាងសុខភាពនៅក្នុងយុគសម័យហ្នឹងគឺយុគសម័យអាណាចក្រខ្មែរមនុស្សម្នាជុំវិញពិភពលោកនាំគ្នាមកព្យាបាលនៅអាណាចក្រខ្មែរយើងនៅប្រទេសខ្មែរយើងតែម្ដងបាទអញ្ចឹងខ្ញុំលើកអាហ្នឹងមកនិយាយដើម្បីអីគឺដើម្បីឲ្យតម្លៃអ្វីដែលខ្មែរយើងផលិតបានជាទូទៅម៉ោងនេះភាគច្រើនបងប្អូនយើងមួយចំនួនគឺតែងតែផ្ដល់ឬក៏ឲ្យតម្លៃរបស់នៅខាងក្រៅប្រទេសអញ្ចឹងមកនេះយើងពាក់យីកាយើងស្អប់ផលិតផលសៀមយើងមិនប្រើផលិតផលសៀមមែនទេវាជារឿងមួយដែលយើងឈឺចាប់ហើយយើងនាំគ្នាពាក់យីកាមិនប្រើប្រាស់វាត្រឹមត្រូវហើយវាជាផ្នត់គំនិតមួយដែលយើងគិតឃើញមែនទេអញ្ចឹងអាភាពឈឺចាប់ហ្នឹងធ្វើឲ្យយើងញាក់មកគ្រប់គ្រងធ្វើឲ្យខ្មែរយើងមួយចំនួនគាត់មានសមត្ថភាពមានលទ្ធភាពផលិតអ្វីដែលគាត់មានស្រាប់ឬក៏មានតាំងពីទេកាលដូនតារបស់យើងមកបាទអញ្ចឹងនៅក្នុងវីដេអូរបស់យើងខ្ញុំតែងតែមាននិមិត្តសញ្ញាសិប្បកម្មផលិតអាហារធម្មជាតិឬក៏យើងហៅថាអាហារបំពន់អាហារទៅជួយដល់រាងកាយអាហារទៅលាងសម្អាតរាងកាយដែលខ្ញុំនិយាយពីមុនមកវាពាក់ព័ន្ធជាមួយនឹងជីវិតរបស់យើងវាពាក់ព័ន្ធជាមួយនឹងសុខភាពរបស់យើងវាពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចរបស់យើងវាពាក់ព័ន្ធជាមួយនឹងផលិតផលជាតិនិយមរបស់យើងដែលយើងចាំបាច់ត្រូវតែសិក្សាយើងត្រូវតែស្វែងយល់ដើម្បីយករបស់ដែលមានគុណតម្លៃយកមកចាក់ចូលទៅក្នុងរាងកាយរបស់យើងដើម្បីរាងកាយរបស់យើងស្អាតឬក៏យើងអាចយកមកថែទាំឬក៏យើងយកមកដោះស្រាយវិបត្តិសុខភាពនៅក្នុងរាងកាយរបស់យើងឲ្យចាក់ចេញពីជំងឺផ្សេងៗបាទហើយខ្ញុំគិតថាខ្ញុំនឹងទៅដល់កន្លែងសិប្បកម្មផលិតអាហារបំពន់របស់យើងជាអាហារបំពន់មួយដែលដោះស្រាយវិបត្តិសុខភាពខ្ញុំអត់ទាន់បានទៅនៅឡើយទេបាទអធិស្ឋានផងទៅរឿងមួយហ្នឹងបាទដោយសារពេលមិនទាន់អំណោយផលអញ្ចឹងងាកនឹងការគ្រប់គ្រងនិងការឲ្យតម្លៃតើតែយើងយល់យើងដឹង
ថាផលិតផលមួយហ្នឹងវាអាចដោះស្រាយជីវិតរបស់យើងបានតតែនៅក្នុងខួររបស់យើងហ្នឹងទទួលយកវាសិនទទួលយកតាមណាតាមវិជារបស់យើងតាមភ្នែករបស់យើងនោះនៅពេលដែលយើងស្ដាប់វាអត់បានស៊ីទេតែស្ដាប់ទៅវាធ្វើឲ្យមានព័ត៌មានល្អនៅព័ត៌មានអាក្រក់ចូលទៅក្នុងខួរក្បាលរបស់យើងហើយយើងคลิกយកទៅព័ត៌មានល្អព័ត៌មានអាក្រក់យើងផាត់វាចេញទៅស្ដាប់វាអត់បានស៊ីទេតែវាបាត់ផ្លូវដែរវាបានចំណេះឃើញទេអញ្ចឹងនៅពេលដែលយើងស្ដាប់យើងមានទិន្នន័យគ្រប់គ្រាន់យើងច្បាស់គ្មានពីណាមួយអាចបង្វិលក្បាលយើងកលិចតកើតដបូងជើងបានទេយើងឈរនៅលើគោលការណ៍មួយគឺយើងច្បាស់លាស់នៅខ្លួនឯងហ្មងថាផលិតផលមួយនឹងល្អសម្រាប់រាងកាយរបស់យើងគឺយើងនឹងបន្តបានហើយយើងមានបទពិសោធន៍ប្រើប្រាស់ទៀតជាក់ស្ដែងដូចខ្ញុំប្រើទៅលើម្ដាយរបស់ខ្ញុំអញ្ចឹងហើយជោគជ័យទៅលើសុខភាពរបស់គាត់ដោះស្រាយវិបត្តិសុខភាពរបស់គាត់ដែលព្យាបាលអស់រាប់ម៉ឺនដុល្លារហើយមកជាមកធូរស្រាលនៅផលិតផលខ្មែររបស់យើងវាមោទនភាពវាអស្ចារ្យអារម្មណ៍មួយនេះវាជាអារម្មណ៍មួយវាស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំនៅក្នុងបេះដូងរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំចងចាំហើយធ្វើឲ្យខ្ញុំចង់ផ្សព្វផ្សាយធ្វើឲ្យខ្ញុំចង់ចែកម្លែកឲ្យពុកម៉ែបងប្អូនបានដឹងបានយល់ដោយអ្វីដែលខ្ញុំដឹងដោយអ្វីដែលខ្ញុំយល់ទៅពេលដែលម្ដាយខ្ញុំឈឺខ្ញុំឆ្លងកាត់វិបត្តិមួយហ្នឹងគឺឈឺចុកចាក់គឺឈឺចាក់មែនទេហ្មងគឺឈឺចាក់ណាស់នៅពេលដែលព្យាបាលឲ្យអត់មានចម្លើយអស់លុយវល់10000ដុល្លារអត់មានចម្លើយមិនមានចម្លើយចុងក្រោយបន្តិចមួយក៏វាជាបុណ្យក៏វាជាព្រេងសំណាងព្រេងវាសនាដែរបណ្ដាខ្ញុំរស់រៀននឹងបន្តជីវិតមកដល់សប្តាហ៍នេះហើយមកនេះកំពុងតែឈឺតែដាក់បានត្រឹមតែ2ថ្ងៃទេស្លាករបស់គាត់ចាប់ដល់ឈឺឡើងវិញហូបបានតែ2ថ្ងៃឥឡូវស្លាករបស់គាត់ធូរវិញបាន70%អស់ចាមែនទេមកពាក់ព័ន្ធជាមួយនឹងស្លាកនោះហ្នឹងហើយអញ្ចឹងវីដេអូរបស់យើងខ្ញុំថ្ងៃនេះមានប៉ុណ្ណឹងអូខេអរគុណអ្នកណាលេប10កប់ម្ដងមួយហ្នឹងស្នេះ call in call in